នេះខ្ញុំចង់បង្ហាញបាទចំណុចមួយទៅតាក់ទងជាមួយនឹងការឈឺបំពង់កហើយលាកបំពង់កលាកច្រមុះបាទដល់សាច់បំពង់កណាគឺយើងមើលនៅត្រង់ចំណុចមេដៃនេះបាទអញ្ចឹងយើងមើលនេះគឺដើម្បីថែរក្សាដែលយើងមានកូនចៅយើងមានអីហ្នឹងយើងអាចមើលបានកាលណាដៃគាត់ឡើងសរសៃបែបហ្នឹងសរសៃខៀវហើយនឹងដៃរបស់គាត់រៀងកាញ់នេះបាទកាញ់នេះណាបាទបញ្ជាក់ថាគាត់នឹងជួបនឹងជំងឺរ៉ាំរ៉ៃរបស់គាត់ប្រចាំថ្ងៃប្រចាំខែហ្នឹងគឺបញ្ហាឈឺបំពង់កហើយនឹងបញ្ហាឈឺច្រមុះជាពិសេសឈឺបំពង់កបែកមាត់ណាបែកមាត់ហ្នឹងគឺអាសាមែនតើបើសិនជាគាត់អត់អាសាញ៉ាំទឹកទេគឺជំងឺហ្នឹងកើតសឹងតែរាល់អាទិត្យរាល់ខែបាទអញ្ចឹងគឺវាពិបាកខ្លាំងណាស់អញ្ចឹងមានន័យថាបើសិនជាបងប្អូនន័យថាមានដៃរៀងច្បាក់ដូចខ្ញុំគូហ្នឹងបាទដូចខ្ញុំគូនេះហើយមានខ្សែសរសៃពណ៌ខៀវឡើងទៅនឹងទៀតបញ្ជាក់ថាបងប្អូនមានអាការៈគឺឈឺបំពង់កបាទឈឺច្រមុះហើយបាទអាហ្នឹងគឺអាសាឈឺតែហ្មងបាទអញ្ចឹងបងប្អូនត្រូវអាសាផឹកទឹកឲ្យបានច្រើនដើម្បីការពារជំងឺទាំងអស់ហ្នឹងវាមិនបញ្ហាទេបើសិនជាយើងបានដឹងមុនអញ្ចឹងវាងាយស្រួលនៅក្នុងការព្យាបាលបាទតែបើសិនជាយើងអត់ដឹងទេវាពិបាកបាទបន្តិចឈឺបំពង់កបន្តិចឈឺច្រមុះបន្តិចពងបែកមាត់អញ្ចឹងណាបាទអញ្ចឹងបងប្អូនអាចឆែកមើលដៃខ្លួនឯងបានណាបាទ